សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នានីតិខ្មោចរបស់យើងនៅក្នុងយុគនេះគឺជាបទពិសោធន៍ដ៏រន្ធត់មួយពីបងប្រុសម្នាក់ឈ្មោះថាអេដែលគាត់បានជួបនៅហេតុការណ៍គួរខ្លាចមួយក្នុងអំឡុងពេលដែលគាត់ធ្វើដំណើរទៅលេងវត្តមួយកន្លែងប៉ុន្តែសប្តាហ៍ពេលគាត់ទៅលេងវត្តហ្នឹងវាវែងផ្លូវហើយគាត់ទៅជួបនៅហេតុការណ៍ជួបនៅខ្មោចជាច្រើនមែនទែនណាពេលដែលគាត់វែងផ្លូវហ្នឹងណាអូខេឥឡូវយើងប្រហែលតែប៉ុណ្្នឹងមកហើយយើងក៏មកកាត់ពីយូរយើងចូលទៅស្ដាប់ស្អីឬពេញរបស់គាត់ទាំងអស់គ្នាហេតុការណ៍មួយនេះគឺបានកើតឡើងយូរគួរសមដែរហើយប្រហែលជាខ្ទង់12ទៅ13ឆ្នាំមុនហើយបានកើតឡើងទៅលើបងប្រុសអេដោយបងអេគាត់ថាកាលហ្នឹងគាត់នៅក្មេងឡើយណាទើបតែរៀនថ្នាក់ទី7ទេហើយស្រាប់តែមកដល់ពេលដែលវ៉ាកងនេះត្រៀមចូលវិញឡើងថ្នាក់ទី8ហ្នឹងណាអញ្ចឹងពងវ៉ាកងហ្នឹងក៏ម៉ាក់របស់បងអេហ្នឹងគាត់មកប្រាប់ថាចង់ឲ្យបងអេហ្នឹងទៅនៅជាមួយយាយមួយរយៈសិនទៅក្នុងពេលសម្រាប់វ៉ាកងហ្នឹងទៅលេងយាយផងក៏ដូចជាទៅមើលយាយហើយណាមួយទៀតអំឡុងពេលហ្នឹងម៉ាក់របស់គាត់ហ្នឹងរវល់ការងារអញ្ចឹងបើឲ្យបងអេទៅនៅជាមួយយាយល្អហើយបងអេគាត់ក៏អត់មានប្រកែកអីដែរគាត់ថាគាត់ធ្លាប់ទៅលេងផ្ទះយាយតែយ៉ាងហ្នឹងហើយទៅម្ដងសុបាយណាស់យាយគាត់ក៏ចិត្តល្អទៀតហើយនៅហ្នឹងក៏មានគ្នាមានអីគាត់ធ្លាប់ស្គាល់ធ្លាប់លេងជាមួយអញ្ចឹងណាអញ្ចឹងយើងកាត់មកដល់ថ្ងៃដែលបងអេគាត់ធ្វើដំណើរទៅដល់ផ្ទះយាយរបស់គាត់ពេលហ្នឹងគឺទៅជាមួយម៉ាក់របស់គាត់ណាហើយម៉ាក់របស់បងអេហ្នឹងគាត់ប្រាប់យាយថាឲ្យបងអេហ្នឹងនៅនឹងមួយរយៈសិនទៅខែក្រោយចាំគាត់មកយកវិញអញ្ចឹងណាអញ្ចឹងបន្ទាប់ពីម៉ាក់របស់គាត់ទៅវិញបងអេក៏ប្រើជីវិតរស់នៅក្នុងផ្ទះរបស់យាយគាត់ហ្នឹងធម្មតារស់នៅដោយគ្មានគិតអីច្រើនហ្មងថ្ងៃឡើងក៏ដើរលេងដល់មកបាយក៏មកញ៉ាំបាយយប់ឡើងក៏ដេកអញ្ចឹងទៅអត់មានរឿងអីដែលជីក្បាលទេហើយបងអេក៏ថារំលងពីផ្ទះយាយរបស់គាត់ 4-5 ផ្ទះហ្នឹងណាគឺមានផ្ទះរបស់បងស្រីម្នាក់ឈ្មោះថាបងស្រីនីហ្នឹងគឺបងអេគាត់ស្គាល់តាំងពីក្មេងមកពេលដែលបងអេមកលេងផ្ទះយាយអីគាត់អាសាទៅលេងជាមួយនឹងបងស្រីនីម្នាក់ហ្នឹងហើយមីងធីតាម៉ាក់របស់បងស្រីនីហ្នឹងគាត់ក៏ចិត្តល្អដែរគាត់ស្និទ្ធស្នាលជាមួយនឹងម៉ាក់បងអេដូចគ្នាដូចថាម៉ាក់និងម៉ាក់រាប់អានគ្នាកូននិងកូនក៏រាប់អានគ្នាដែរប៉ុន្តែបងស្រីនីហ្នឹងគាត់មិនមែនក្មេងទេគាត់អាយុ20ឆ្នាំជាងណាគាត់រៀនសាកលវិទ្យាល័យហើយប៉ុន្តែពេលហ្នឹងបងស្រីនីគាត់សម្រាប់ពីសាកលវិទ្យាល័យរបស់គាត់ដែរដូចថាគេបានកងអញ្ចឹងគេមកលេងផ្ទះដែរអញ្ចឹងក៏បងអេហ្នឹងក៏អាសាទៅលេងផ្ទះរបស់បងស្រីនីហ្នឹងអញ្ចឹងទៅលេងទៅអង្គុយមើលទូរទស្សន៍ទៅនិយាយលេងជាមួយនឹងបងស្រីនីទៅនិយាយលេងជាមួយនឹងមីងធីតាម៉ាក់របស់បងស្រីនីអញ្ចឹងណាហើយស្រាប់តែបាន2-3ថ្ងៃក្រោយមកក៏បងស្រីនីហ្នឹងប្រាប់បងអេថា2ថ្ងៃទៀតមានបុណ្យនៅក្នុងវត្តអនឡាញចង់ទៅលេងមួយបងអត់បានបងអេហ្នឹងគាត់ថាគាត់ចង់ទៅហើយគេធ្វើពិធីបុណ្យអីគេដែរគេដាក់ស្អីខ្លះដាក់កុនឬមួយក៏ដាក់លខោនអីចឹងបានមកសេនីហ្នឹងគាត់ថាគេដាក់លខោនហើយទៅនងជាមានមនុស្សទៅច្រើនណាគាត់ចង់ទៅលេងហើយទៅដល់ពេលប្រមូលបងអេបានទៅអញ្ចឹងគាត់ក៏សប្បាយចិត្តដែរណាអញ្ចឹងយើងកាត់មកដល់ថ្ងៃដែលត្រូវជិះដំណើរបងអេហ្នឹងគាត់មួយទៅគាត់ធ្វើខ្លួនហើយតាំងតែពីម៉ោង6ហើយមិនគាត់ហ្នឹងដើរទៅអង្គុយចាំបងសេនីចាំរហូតទៅដល់ម៉ោង7បានធ្វើដំណើរទៅតែពីនេះបងសេនីហ្នឹងណាអញ្ចឹងពេលដែលជិះផុតពីផ្ទះបានមកសន្ទុះបងសេនីហ្នឹងគាត់សួរបងអេថាអេអូនឯងស្គាល់ផ្លូវទៅវត្តហ្នឹងអត់ហើយបងអេគាត់គ្រាន់តែលឺចាំគាត់ឡើងលន់មាត់មកគាត់ថាហើយចាំបងឯងអត់ស្គាល់ផ្លូវទេចុះខ្ញុំទៅមិនស្គាល់ខ្ញុំយូរមកម្ដងហ្នឹងហើយមានផ្ទះនៅហ្នឹងផងណាហើយគាត់សួរទៅបងសេនីវិញថាចាំបងឯងស្គាល់ផ្លូវទៅវត្តហ្នឹងអត់បងសេនីគាត់ថាគាត់ខានទៅយូរហើយគាត់ភ្លេចតែឥឡូវហ្នឹងហើយបងអេគាត់ថាហើយចាំបងឯងភ្លេចអញ្ចឹងយើងទៅវត្តធ្វើម៉េចទៅបានបងសេនីហ្នឹងគាត់ឆ្លាតដែរគាត់ថាអត់អីទេយើងមើលគេមើលឯងទៅគេជិះម៉ូតូតាណាយើងចេះតែជិះតាមគេអញ្ចឹងទៅមើលថាអ្នកណាគេដែលស្លៀកពាក់ស្អាតហាត់មុខផាត់អីហើយជិះទៅតាមម្ដុំហ្នឹងដឹងតែគេទៅវត្តអីមែនទេអញ្ចឹងក៏បងអេគាត់ថាហ្នឹងហើយបងធ្វើអញ្ចឹងក៏ធ្វើអញ្ចឹងទៅហើយគាត់ក៏ចេះតែជិះតាមគេតាមឯងដោយគាត់អញ្ចឹងទៅប៉ុន្តែជិះកាន់តែយូរទៅផ្លូវកាន់តែស្ងាត់ទៅអាម៉ូតូដែលគាត់ចំណាំតែជិះតាមហ្នឹងគេបត់ចូលទៅនេះបត់ចូលទៅនោះអស់ណាដូចថាមិនគេទៅវត្តផងហ្នឹងគេទៅញ៉ាំការឬមួយក៏គេមានការអីផ្សេងអញ្ចឹងជិះយូរទៅមានតែម៉ូតូគាត់ហ្នឹងតែមួយគ្រឿងទេហើយវាមានឡានយូរមកមួយគ្រឿងដែរប៉ុន្តែឡានគេបើកលឿនមកវូទៅបាត់អញ្ចឹងទៅយើងបើកអត់តាន់គេទេហើយបងអេក៏ថាពេលហ្នឹងគឺមិនមែនជាផ្លូវគ្រូក្រហមផ្លូវដីសអីទេផ្លូវជាតិយើងធម្មតាហ្នឹងប៉ុន្តែគាត់ថាវាហ្នឹងគាត់ថាអត់មានផ្លូវអត់មានអីផ្លូវតាមផ្លូវទេមើលទៅវារៀងគួរខ្លាចបន្តិចហើយជិះកាន់តែយូរទៅបងអេគាត់ថាដូចលើពិភពលោកហ្នឹងមានតែគាត់ពីរនាក់បងស្រីនេះចុះស្ងាត់ឈឹង
ផ្ទះអ្នកភូមិក៏គ្មានអ្នកបើកឡានបើកម៉ូតូលើផ្លូវក៏អត់មានដែរអញ្ចឹងក៏បងអេហ្នឹងគាត់សួរបងស្រីនេះថាបងឯងមកត្រូវផ្លូវអត់ហ្នឹងបានបងស្រីនេះហ្នឹងគាត់ថាប្រហែលជាត្រូវហើយព្រោះថាបងដូចជាសងភ្នែកដែរប្រហែលបងធ្លាប់មកវត្តហ្នឹងកាលពីក្មេងមួយម៉ាអញ្ចឹងប្រហែលជាត្រូវហើយបើតិចទៀតទៅអញ្ចឹងក៏បងអេហ្នឹងនៅស្ងៀមទៅអត់មានហ្វូណងអីច្រើនទេហើយលុះជីទៅមុខបានបន្តិចទៀតក៏ទៅដល់ផ្លូវបត់មួយតែយើងបត់ចូលទៅវាជាផ្លូវគ្រូហមហើយបងអេក៏ថាបងស្រីនេះគាត់ក៏បត់ចូលទៅតាមផ្លូវគ្រូហមហ្នឹងហើយអាពេលហ្នឹងវារឹតតែស្ងាត់ជាងអាផ្លូវជាតិហ្នឹងទៀតសងខាងផ្លូវសិតតាចកាពោអញ្ចឹងក៏ថាបន្ទាប់ពីបើកទៅមុខបានមកសន្ទុកទៀតក៏បងអេហ្នឹងឃើញថាមានសុទ្ធតែផ្ទះដែលគេធ្វើមកពីបេតុងហើយចាស់ហើយផ្ទះទាំងអស់ហ្នឹងកម្ពស់អត់មានខ្ពស់ណាត្រឹមជង្គង់ហ្នឹងឯងដោយបងអេក៏ថាវាមិនមែនជាផ្ទះមនុស្សទេតែជាផ្ទះរបស់អ្នកតាផ្ទះរបស់ចាស់ទឹកម្ចាស់ដីហ្នឹងណានិយាយចំទៅគឺប្រភូមិហើយសុទ្ធតែប្រភូមិដែលគេបោះបង់ចោលហ្នឹងលងមកកណោហើយបងអេគាត់គ្រាន់តែឃើញអញ្ចឹងគាត់ខ្លាចណាគាត់ថាបងមិនមកអត់កើតទេយើងបកទៅក្រោយវិញអីប៉ុន្តែបងស្រីនេះនឹងគាត់ថាអត់ទេបងចាំបានផ្លូវហ្នឹងមកយើងបើកហួសមុំបន្តិចទៅវាឡើងទៅដល់ផ្លូវធំអញ្ចឹងក៏បងអេហ្នឹងគាត់ព្រមតាមបងស្រីនេះទៀតទៅអត់មាននិយាយច្រើនទេណាហើយlúcពេលដែលបើផុតពីកន្លែងដែលគេចោលប្រគំហ្នឹងសាប់តែទៅដល់ផ្លូវបំបែកជាពីរផ្លូវរាងអសរវាយយើងអាចបត់ទៅឆ្វេងអាចបត់ទៅស្ដាំប៉ុន្តែអត់មានផ្លូវត្រង់ទៅមុខទេហើយថាទៅពេលអញ្ចឹងក៏បងស្រីនេះនឹងគាត់ឈប់គាត់គិតមើលថាត្រូវទៅឆ្វេងឬមួយក៏ត្រូវទៅស្ដាំហើយគាត់សួរបងអេដែរណាប៉ុន្តែបងអេគាត់អត់ដឹងទេគាត់មិនមែនជាអ្នកនៅតំបន់ហ្នឹងផងហ្នឹងហើយណាមួយទៀតគាត់ក្មេងគាត់អត់សូវស្គាល់ផ្លូវអីទេគាត់ឲ្យបងស្រីនេះនឹងសម្រេចចិត្តខ្លួនឯងទៅថាត្រូវបត់ទៅខាងណាបានពេលហ្នឹងបងស្រីនេះគាត់ថាអេអាស្ដាំអាក្រក់អាឆ្វេងល្អគាត់ថាអញ្ចឹងមិនដឹងថាគាត់មានន័យថាម៉េចណាគាត់និយាយអញ្ចឹងហើយគាត់ក៏បត់ទៅតាមអាផ្លូវទៅខាងឆ្វេងហើយអាផ្លូវទៅខាងឆ្វេងហ្នឹងបងអេគាត់ថាវាកាន់តែស្ងាត់លើអាមុនទៀតសុទ្ធតែព្រៃហ្មងតាមផ្លូវហ្នឹងហើយតោះតែពេលវាស្ងាត់ពេកអញ្ចឹងទៅក៏បងអេហ្នឹងគាត់ប្រាប់ថាបងហើយមិនម៉ាយើងបកមកក្រោយវិញមកដល់កន្លែងផ្លូវបំបែកយើងសាកបត់ទៅស្ដាំម្ដងទៅតែលោវាមានផ្ទះមានអីយើងជួបទៅអាចសួរផ្លូវគេអញ្ចឹងណាអញ្ចឹងក៏បងស្រីនេះហ្នឹងធ្វើតាមបងអេទៅជិះមកផ្លេទៅក៏មកដល់ផ្លូវបំបែកវិញហើយគាត់សាកបត់ទៅខាងស្ដាំម្ដងហើយបងអេក៏ថាអាផ្លូវបំបែកទៅខាងស្ដាំហ្នឹងក៏ស្ងាត់គួរឲ្យខ្លាចមិនចាញ់អាផ្លូវបំបែកទៅខាងឆ្វេងហ្នឹងដែរស្ងាត់ដូចតែគ្នាទេប៉ុន្តែយើងចិត្តថាជិះទៅខែលោវាមានឃើញផ្ទះប្រជាជនអីយើងអាចសួរគេបានបន្ទាប់ពីជិះទៅមុខបានប្រហែលជា2ទៅ3គីឡូក៏បងអេហ្នឹងគាត់ឡើងភ្ញាក់ព្រឺតដោយសារតែគាត់បានឃើញមានប្រភូមិមួយប៉ុន្តែមិនជាប្រភូមិដែលបែកបាក់គេបោះបង់ចោលដូចមុនទេណាប្រភូមិយើងល្អចេះហ្នឹងហើយមានគេដុតធូបដុតអីនៅហ្នឹងទៀតសំខាន់មានពលឺភ្លើងក្រហមចេញពីក្នុងប្រភូមិហ្នឹងមិនដឹងថាជាភ្លើងអីប្រកបទេយើងមើលឃើញពីចម្ងាយប្រហែលជា 3-4 ម៉ែត្រហ្នឹងប៉ុន្តែអីដែលវាទៅថាទៅមុខលេងកើតនេះក្រោយប្រភូមិហ្នឹងអត់មានផ្លូវដែលយើងត្រូវបើកទៅណាបានទៀតទេដូចថាវាជាអញ្ចឹងភ្នំវាជាព្រៃក្រាស់ហ្មងយើងទៅមកកើតទៀតទេបានតែបត់ទៅក្រោយវិញអញ្ចឹងគាត់មានតែបកមកក្រោយវិញមករកកន្លែងផ្លូវបំបែកជា2ហ្នឹងប៉ុន្តែបងប្អូនអើយបងអេក៏ថាពេលដែលជិះបកមកក្រោយវិញហ្នឹងវាអត់ឃើញអាផ្លូវបំបែកហ្នឹងសោះព្រោះថាផ្លូវវាបាត់ទៅណាបាត់ហ្មងយើងធ្វើម៉េចយើងមកក្រោយវិញរាល់ផ្លូវនឹងមិនឃើញយើងមានតែទៅមុខវិញគឺថាយើងមករកកន្លែងប្រភូមិមិញហ្នឹងដែលឃើញគេដុតធូបដុតអីហ្នឹងមករកកន្លែងហ្នឹងវិញហើយចាំសាកជិះចេញពីហ្នឹងមកជិះបដាយើងមើលផ្លូវបដាខែលោអាចរកផ្លូវបានផ្សេងទៀតអញ្ចឹងពួកគាត់ជិះត្រឡប់មករកកន្លែងភូមិដើមវិញក៏ឃើញថាមានប្រភូមិមិនអីដដែលមានធុបមិនអីដុតដដែលដូចមុនទាំងអស់អញ្ចឹងបន្ទាប់ពីគាត់មករកកន្លែងហ្នឹងហើយគាត់នឹងអង្គុយនិយាយគ្នាពីអ្នកបងស្រីនេះនឹងមកសតុបនិយាយពីរឿងវែងផ្លូវនិយាយហ្នឹងហើយបានគាត់ជិះចេញមកពីផ្លូវនឹងម្ដងទៀតគាត់គិតថាបើរកផ្លូវបំបែកនឹងឃើញគាត់នឹងសាកបត់ទៅផ្លូវបំបែកទៅឆ្វេងម្ដងទៀតតែគាត់បត់ទៅពីដំបូងហើយចំសាក់ជិះឲ្យផុតទៅដល់ណាណៃមកមើលខែលោវាធ្លុះទៅដល់ផ្លូវធំអញ្ចឹងពេលដែលគាត់បើកមកក្រោយសានេះគាត់ក៏រកផ្លូវបំបែកជា2នឹងឃើញប៉ុន្តែអីដែលសំខាន់ណាបងប្អូននឹងថាម៉េចវាមានផ្លូវបំបែកមួយទៀតមុនហ្នឹងវាផ្លូវរាងអសរវាយមែនទេដំបងឡើយបងប្អូនប៉ុន្តែឥឡូវហ្នឹងវាមានផ្លូវធ្លុះទៅត្រង់មួយទៀតអញ្ចឹងតទៅពេលបងគេគាត់ឃើញអាផ្លូវហ្នឹងគាត់មិនសាកជិះតាមអាផ្លូវត្រង់ហ្នឹងខែលោវាថាផ្លូវហ្នឹងយើងជិះទៅដល់ផ្ទះយើងឬមួយក៏ទៅដល់កន្លែងដែលមានមនុស្សមានអីចឹងណាអញ្ចឹងក៏សាកជិះតាមផ្លូវហ្នឹងទៀតទៅប៉ុន្តែជិះតាមផ្លូវហ្នឹងបានប្រហែលជា5ទៅ6គីឡូម៉ែត្រ
có tới đo cái lại bậc hôm đại cái đất thục tục cho mấy nâng ai bậc hôm này có chi thì chụp mấy nhá lời nâng chi ta mà lời trong đi xó một chút bậc hôm nâng thì rồi về nâng mà nè chập đầm về chập đầm bờ bờ lớn hay mong ấy nè có tha có oi bông sấy ní nè bỏ mà tôi làm quay mau ủa tha dương chập đầm về nhá tam lời nâng tiết có dương về hộ em mình thới nhá hai bé bỏ mà tôi một về nâng bông ấy có tha bên hè có cái bông để chi mà tố sạp ta có khơi miến mình nước mình nè đào có lo mà tô bà con mong á anh ấy bây giờ vậy tới vì miễn chỉ mình nữ thế ai tha chỉ prep rồi mua có asorka giống nè của tha có bố bảo vệ nữa nè mình tiếp chiên trong đồn thì bật tam là bằng e còn khởi nữa đào có lo mà tô con mong hay hạp về với đào mò nó về miễn slick kho miễn về áo nè hay và đạp bảo vệ nữa ôn tôi bảo vệ nữa cứ nơi trong bị lỡ các bạn bằng e mong hay về nó mình đang tha bong sấy nia khơi mua có mình khơi nhá của thằng bông ấy nó còn là miền man sấy nó mua có còn miền man pram ấy thì còn khơi hay còn bật này còn dùng giống nè hay lúc bé bà bọt pì cái lại nâng tới bàn phai chỉ pì 3 kg từ một tí đó bàn phai nâng bông ấy có bà này bà bình mở trong 10 lần tới có bàn mùi để mình có buộc nâng bàn tay họ đang thay về thằng nào mà thì ấy bong sấy nia nữa con nơi ta to ba mình đang thà ba tuần na tuần này tuần đó này chạy đặt ba tới miền lơi chạy đặt chi giống tao hãy biết đây bằng e có tha ba căn để du tới có sạp tai mà đò vừa sải muốn nâng song khang mình đập play mình ấyแต่lời ní song khang plus sắp để vừa sải hạp play để quát ba cái nè từ bốn nói play kêu cả hôm như thằng đá nèแต่du tới lên chi lơ play sải vậy nhá đôi ta play vì tôi từ kêu cả hôm như chi lơ play sải trong mà đòi từ bàn tay chi pot bị nâng bàn thằng mình tay thế có sạp tai bằng e nè có khơi tha miên tôm mùi liệu cái này cứ chỉ rong sang xây chẳng nè dân ai hao tha các bạn này vì tụm hôm thôm mà là mồm á phải chỉ một phần rong salon một phần rong cắt sọn ngày cứ miên rong sang xây chẳng có sang xây thì bố có sang xây đây hay dân khơi miên bự bò từ cột trên bị cho lọt sang xây cái lạnh từ bố đó đôi chỉ bự phơi cho kỹ em đang đây hay dân còn là khơi chẳng có đang thà nó không rong đang vì miên mình hay mình ấy của thằng miên bự phơi không đang nó chúng có bong sấy ni hay nâng bong e nó chọp lơ mà tô hay rồi từ cụ thuê tham minh miền này kia nó không nâng ót chui nhung phong nhung về phơi lơ nâng mà đang tha thử từ na từ này tê ôi chênh mau chui phèo phơi chẳng nè hạp pe đẹp bu gọt cu phong sấy hao phong ai phong đó nè ót miền toàn lư xô sờ lên chলাই tê bàn tay còn lư xô sờ lên để tham mình để lơ cái đấy từ là pe dương ngơ prak luôn rồi mua cái dương ngơ có về lư xô sờ lên nghe ngon đó dương lư xô sờ lên nhá hai ban mà tu có khơi thá về rồi đó việc bao chênh mau hai miếng rụt riêng lụng dây mình nè cònไปเอาพอคิวเอากอมูลให้เสียสปดให้ได้มาก่อนนั่งกันจะเกียงเปล่งกาดมาปันท้ายไอ้ดารุนโทษนะคือถ้าลูกเจมันเนี่ยนั่งกอดอดเมนกบาเต้กอดเมนตะครูนี่นะปันท้ายกอดบาทเวียจิงมากันจะเกียงกันไอ้มาตัวเด็กมันได้ธรรมดาใช่ไหมปันท้ายกอดอดเมนกบาเพราะหนึ่งให้บังเอเป็นนั่งกอดทางกอดโดยจีจวบเจอมั้งอะtrongรถก็รถรู้ได้โดยถ้าวิกเกียงnhanhมั้งอะให้ก็ถ้าเป็นนั่งกอดกระเล็กมือช่วยมือดำตอมอก็ถ้าnơi nâng chung vinh cái tôm bỏ dây mình nè năng á sát tạc mau cứ rụt riêng mình nè khla luôn không mau được chung những khla tiết luôn có hòm khla ọt đáy khla ọt chương khla ọt cả ba như luôn cứ rụt riêng bộ ghế của khla mong á hay bông ấy có tha mình khơi sầm máu khơi priệp ấy nè đây khơi ba đội dương mơ mình được đội kia chứ cứ rụt hiệp sĩ đi mong hayเป็นนั่นไงประตูปีโชว์พลึกมาสตูหายก็บองใส่นี้นั่นไงกดจับเตียงได้บองเอนั่นไงดำไม่ทางรถเตยต้องออกนี้ปันท้ายกดเตียงกับตะมกคลังไปเยอะบองเอนั่นไงกดบัวกับบกมอจมูกตึงใดนั่งหาหมกนั่งเวจมูกตึงใดหลอดหมกหลอดใดเป็นยังไงปันท้ายเป็นยังไงคว้าเลยนะกดก็เงือบหายรถปีเนี่ยบองใส่นี้นั่งตึงเป็นนั่นคือรถออกมาแต่เฮงมั้งอ่ะก็ทางรถแต่มกบ้านแต่มันเต้ก็สามตายปุกกอดนั่งอ่ะแต่จูบแต่นกได้มวยโดยท่าcái chặng đây để vì mình có bố chứ đôi dương plus ra cho một tay việc có bố hay bằng ế pin nè bằng sấy ní nữa bộ con có rốt rùm lông tụi nốc đây mũi nâng hạt về để con họ vì tụi nốc đây nữa con sạc tay lưng xô sờ lên mò thành che bộ về từ ai dụ bộ về mình toàn nó cái lại nâng tê phần tay ngày nào muối bộ về nâng máu cái lại nâng đòn tiệt lời nâng rớt lên ở về từ con lưng xô sờ lên nữa trong mình đây thầm ấy cứ cái trong mình đây thaอายุบองเอนึงบองใส่นี้นึงเหมือนตอนออกเต้
ប៉ុន្តែគង់តែមានថ្ងៃណាមួយទេបងអេហើយនឹងបងសៃនីហ្នឹងនឹងមកកន្លែងហ្នឹងម្ដងទៀតហើយតែមកសារក្រោយគឺដឹងតែគេយកណាលើកនេះគេចង់យកដែរតែយកវាមិនទាន់បានគេចង់មានតែអញ្ចឹងណាអញ្ចឹងពេលដែលបងសៃនីពីអ្នកបងអេហ្នឹងរត់ផុតពីអាទំនប់ដីហ្នឹងគាត់ថាស្រាប់តែគាត់រត់មកដល់កន្លែងដើមវិញអាកន្លែងដំបងផុតដែលគាត់ជិះម៉ូតូមកឃើញមានគេចោលប្រភូមិចោលអីគោពេញដីឥឡូវហ្នឹងពួកគាត់រត់មកដល់កន្លែងហ្នឹងវិញហើយគាត់ថាគាត់រត់ផុតពីហ្នឹងទៅមុខទីទៀតក៏ទៅដល់ផ្លូវធំហើយឃើញមានឡានមានអីគេបើកមកកាត់អញ្ចឹងពួកគាត់ក៏រត់ទៅកាស់ឡានគេទៅហើយចាយដល់នៅពេលហ្នឹងបងម្ចាស់ឡានហ្នឹងគាត់ជាអ្នកភូមិដែលបងសៃនីគាត់រស់នៅនឹងឯងហើយគាត់ឃើញបងសៃនីអញ្ចឹងគាត់ស្គាល់ព្រោះថាអ្នកនៅក្នុងភូមិមួយគ្នាអញ្ចឹងបងម្ចាស់ឡានហ្នឹងក៏ឲ្យពួកគាត់ឡើងលើឡានមកគាត់ដឹកជូនទៅផ្ទះអញ្ចឹងទៅហើយពេលដែលមកដល់ផ្ទះក៏បងសៃនីបងអេហ្នឹងរៀបរាប់ប្រាប់ចាស់រៀបរាប់បដាភ័យបដាហ្នឹងហើយបានពេលហ្នឹងបងអេគាត់ទៅតែដឹងគាត់ថាតែពិតទៅបងសៃនីគាត់ភ័យដល់ថ្នាក់គាត់លេចនំដាក់ខោគាត់ប្រាប់ថាគាត់លេចនំដាក់ខោឡើង2ដងហ្នឹងខោរបស់គាត់ហ្នឹងវាឡើងជោកហ្នឹងហើយពេលហ្នឹងបងអេគាត់មិនបានទៅចាប់អារម្មណ៍ណាបងមនុស្សភ័យចង្អុលចង្រួយហ្នឹងអញ្ចឹងបន្ទាប់ពីយប់នឹងកន្លងផុតទៅស្អែកឡើងក៏បងអេហើយនឹងបងសៃនីហ្នឹងត្រូវបានចាស់នាំទៅវត្តទៅឲ្យលោកស្រោចទឹកទៅឲ្យលោកចងខ្សែសមាអញ្ចឹងទៅដើម្បីកុំឲ្យគាត់វាភ័យពេកខ្លាចលោទៅជាជួបសក់ជួបអីទៅមិនវីវមែនទេហើយសំណួរសួរថាតើម៉ូតូរបស់បងសៃនីហ្នឹងបាត់ទៅណាហើយអាពេលយប់ហ្នឹងគាត់ទៅដល់ណាខ្លះអញ្ចឹងក៏បងសៃនីបងអេគាត់ក៏ហៅចាស់បងប្អូនមានពូមានមីងមានយាយមានតាអញ្ចឹងណាគ្នាឡើងមកភូមិដើម្បីទៅរកម៉ូតូវិញណាអញ្ចឹងពួកគាត់ក៏ធ្វើដំណើរទៅតាមផ្លូវដែរបងសៃនីហើយនិងបងអេគាត់បើកទៅការពីយប់មុនហ្នឹងបើករហូតបានមកដល់កន្លែងចំណុចផ្លូវបំបែកជាពីរបងប្អូនអាកន្លែងផ្លូវអសរវាយពីដំបងគេហ្នឹងកាលហ្នឹងមិនបងសៃនីគាត់បាត់មកឆ្វេងមែនទេបានទៅជួបកន្លែងពីភូមិគេបោះបង់ចោលហ្នឹងអញ្ចឹងក៏នាំចាស់ទៅតាមផ្លូវហ្នឹងឯងហើយពេលដែលទៅដល់ពួកគាត់ហ្នឹងក៏ទៅឃើញថាមានកន្លែងដែលគេបោះភូមិចោលពិតមែនភូមិក៏ពេញតែផ្លូវអញ្ចឹងណាហើយម៉ូតូរបស់បងសៃនីគឺនៅចោលក្បែរហ្នឹងឯងអត់មានចោលឯណាមកលួចទេណាគឺចោលនៅក្បែរហ្នឹងហើយបងសៃនីក៏ថាគាត់ចង់ដឹងបើយើងជិះហួសទៅមុខទីទៀតតើជួបទស្សនភាពដូចតែគាត់ឃើញកាលពីយប់ហ្នឹងអត់អូផុតទៅមុខទីទៀតទៅមានផ្លូវដែលផ្លូវតូចដូចភ្លឺស្រែហើយមានវាស្រែហើយមានខ្ទមមកយាយអត់ក្បាលហ្នឹងអត់អញ្ចឹងក៏បងសៃនីគាត់ឲ្យចាស់ជូនគាត់ទៅហើយពេលជិះផុតពីផ្លូវហ្នឹងបានតែបន្តិចទៅក៏ទៅជួបកន្លែងដែលគាត់ឃើញកាលពីយប់ហ្នឹងមែនគឺមានវាស្រែមានអាផ្លូវតូចដូចភ្លឺស្រែហ្នឹងប៉ុន្តែគឺគាត់អត់មានឃើញខ្ទមរបស់យាយអត់ក្បាលហ្នឹងទេវាមានតែវាស្រែធម្មតាអញ្ចឹងគាត់មិនឆ្ងល់មែនទេថាអាខ្ទមហ្នឹងវាទៅណាអញ្ចឹងមានតែថាអាយប់ហ្នឹងខ្ទមហ្នឹងវាជារូបភាពដែលខ្មោចវាបំផន់ភ្នែកយើងវាឲ្យយើងឃើញនេះឃើញនោះអញ្ចឹងណាតាមតែចិត្តវាចង់តែតាមពិតអត់មានខ្ទមហ្នឹងទេហើយអាខ្មោចទាំងឡាយណាដែលទាំងអស់ហ្នឹងគឺវានៅម្ដុំហ្នឹងឯងតែគាត់ថាវាមិនមកបង្ហាញខ្លួនឲ្យយើងឃើញទៀតមែនទេហើយបើនិយាយពីបងអេវិញគាត់ថាយប់ហ្នឹងមិនគាត់ឃើញអាណានោះមេធំកពស់ចុងដងដើរកន្លងគាត់ហងវានៅលើក្បាលគាត់ហ្នឹងបងអេគាត់ថាគាត់ក៏មិនបានទៅជួបអារូបភាពអញ្ចឹងទៀតដែរប៉ុន្តែចំណុចមួយដែលបងអេគាត់តែងតែនឹកឃើញគាត់តែងតែភ័យគឺពេលហ្នឹងមិនបងអេឬសូរសលេងមកថាឲ្យពួកវាទៅសិនទៅពួកវាមិនទាន់អស់អាយុនៅកន្លែងហ្នឹងទេប៉ុន្តែគង់តែមានថ្ងៃណាមួយពួកវានឹងត្រឡប់មកកន្លែងហ្នឹងម្ដងទៀតអញ្ចឹងមានន័យថាម៉េចថ្ងៃណាដែលបងអេត្រូវមកកន្លែងហ្នឹងម្ដងទៀតហើយបើមកដឹងតាអស់អាយុហ្មងមែនឬមួយក៏មកត្រូវជួបគ្រោះថ្នាក់ចឹងគឺបងអេគាត់ភ័យណាខ្លាចថ្ងៃណាមួយយើងចូលដៃជីមកនឹងទៀតទៅឬមួយក៏ទៅណាមកណាជាមួយគេដឹកមកកាត់ហ្នឹងមិនវីវព្រោះថាបងអេមកនឹងទៀតគេយកចឹងគឺបងអេគាត់ភ័យគាត់នៅតែមិនអស់ចិត្តកន្លែងហ្នឹងហើយគាត់ក៏សួរបងសៃនីដែរថាតើថ្ងៃហ្នឹងបងសៃនីមានបានឮសូរសលេងដែលគេសែកមកថាឲ្យពួកវាទៅសិនទៅពួកវាមិនទាន់អស់អាយុអីណាតើបងសៃនីមានឮសូរសលេងហ្នឹងដូចគាត់អត់ហើយបងអេគាត់ថាបងសៃនីគាត់ឮធម្មតាបងអេឮមិនបងសៃនីគាត់ក៏ឮដូចគ្នាអូខេបងប្អូនហើយទាំងអស់នេះវាគឺជារឿងរ៉ាវរបស់បងប្រុសអេដែលគាត់បានជួបប្រទះពេលដែលគាត់ធ្វើដំណើរទៅលេងវត្តពីអ្នកបងស្រីដែលនៅជិតផ្ទះយាយរបស់គាត់ហ្នឹងណាទៅវែងផ្លូវទៅចូលភពខ្មោចចឹងណាខ្មោចលេងឲ្យគាត់ឃើញនេះឃើញនោះឃើញអារូបភាពដែលមិនគួរឃើញហើយអីដែលសំខាន់គឺដូចថាគេដាក់
ទំនាយយើងទុកចឹងគេថាមួយថ្ងៃណាមួយមកនឹងទៀតដឹងតែគេយកហើយគង់តែមានថ្ងៃដែលបងអេហើយនឹងបងសៃនីគាត់ទៅនៅវិញទេអញ្ចឹងអាពាក្យមួយម៉ាត់ហ្នឹងគាត់នៅតែគិតគាត់នៅតែភ័យចឹងណាប៉ុន្តែចាប់តាំងពីថ្ងៃហ្នឹងមករហូតមកដល់ឥឡូវនេះជាង10ឆ្នាំហើយបងអេហ្នឹងគាត់មិនដែលបានទៅកន្លែងហ្នឹងទៀតទេតែបើគាត់ទៅលេងផ្ទះយាយគាត់ទៅលេងធម្មតាហើយតើបងប្អូនគិតថាម៉េចដែរតើបងអេហ្នឹងគាត់វែងទៅភូមិគេផ្សេងដែលជាភូមិមនុស្សពិតប្រាកដឬមួយក៏យប់ដែលគាត់វែងហ្នឹងគឺវែងចូលទៅក្នុងភពខ្មោចវាបំភាន់ភ្នែកឲ្យយើងឃើញនេះឃើញនោះចឹងណាហើយសំឡេងដែលនិយាយថាបងអេហ្នឹងមិនទាន់អស់អាយុនៅកន្លែងហ្នឹងទេប៉ុន្តែថ្ងៃក្រោយបងអេនឹងមកកន្លែងហ្នឹងម្ដងទៀតបងអេនឹងអស់អាយុនៅពេលមកលើក្រោយហ្នឹងណាអញ្ចឹងតើបងប្អូនគិតថាម៉េចដែរសលេងហ្នឹងវាគឺជាសលេងអ្នកណាគេសលេងខ្មោចដែលពួកគេនៅតំបន់មួយហ្នឹងឬមួយក៏សលេងលោកតាម្ចាស់ទឹកម្ចាស់ដីខាងណាខាងណីបងប្អូនដែលយល់ឃើញបែបណាអីអាចខមមិននៅខាងក្រោមវីដេអូមួយនេះបានណាហើយអញ្ចឹងយើងចាំជួបគ្នានៅរឿងនីតិខ្មោចក្រោយៗទៀតសម្រាប់ថ្ងៃនេះពីខ្ញុំបាទដានីសូមអរគុណសូមជម្រាបលា